nè ông có nên ấy không lúc nào mà nè nó bay về cái nó căng căng này máy kỳ xã nó ngằng phơi này រយៈពេល 2 ថ្ងៃនៅតំបន់អានសេះប្រាសាទតាមុនធំប្រាសាទព្រះវិហារ 5 មករាចំការជែកមុំ3ភ្នំខ្មោចគោល 8 ប្រាសាទតាក្របីប្រាសាទខ្នាប្រលៀនថ្មនិងភូមិសាស្ត្រអូបការស្នេហ៍ដែលស្ថិតក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៃយុទ្ធភូមិភាគទី 4 របស់កម្ពុជាត្រូវរងការវាយប្រហារដោយអាវុធនិងយុទ្ធោបករណ៍គ្រប់ប្រភេទពីសំណាក់កងទ័ពថៃអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ដែលយោធាថៃបានប្រើដើម្បីវាយប្រហារលើកងកម្លាំងកម្ពុជាកាលពីថ្ងៃទី 7 និងថ្ងៃទី 8 ធ្នូនេះរួមមានកាំភ្លើងដៃកាំភ្លើងយន្តកាំភ្លើងត្បាល់ MT60 រថក្រោះកាំភ្លើងធំ 155 មីលីម៉ែត្រកាំភ្លើង 12 ក្បៀសព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់យន្តហោះ AT6 ប្រភេទទម្លាក់គ្រាប់បែកដ្រូនទម្លាក់គ្រាប់បែកនិងបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្ត្រខាងលើយ៉ាងព្រៃផ្សៃដូចគ្រាប់ភ្លៀងនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី 8 ធ្នូនេះលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងនៅថ្ងៃទី 8 នេះថាយោធាថៃបានបន្តបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជាចាប់ពីវេលាម៉ោង 5 និង 4 នាទីព្រឹកបន្ទាប់ពីពួកគេចល័តរថយន្តធំចំនួន 2 គ្រឿងដែលផ្ទុកទៅដោយកងកម្លាំងយោធាពីភ្នំរើងចូលមកខាងមុខតំបន់អានសេះនៅវេលាម៉ោង 4:00 នាទីព្រឹកនោះប៉ុន្តែចាប់ពីម៉ោង 5 និង 4 នាទីព្រឹកយោធាថៃក៏បានចាប់ផ្ដើមបើកការវាយប្រហារពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាតែម្ដងដោយបាញ់កាំភ្លើងដៃចំនួន 25 គ្រាប់រហូតដល់ម៉ោង 5 និង 19 នាទីយោធាថៃក៏បានបាញ់ចំនួន 38 គ្រាប់ទៀតខណៈម៉ោង 5 និង 25 នាទីថៃបានបាញ់កាំភ្លើងដៃនិងកាំភ្លើងយន្តចំនួន 120 គ្រាប់បន្ថែមចេញពីទីតាំងដដែលប៉ុន្តែនៅម៉ោង 5 និង 40 នាទីយោធាថៃបានផ្អាកការបាញ់ប្រហារនេះដោយកងកម្លាំងកម្ពុជានៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រោយផ្អាកបាន 33 នាទីនៅម៉ោង 6 និង 13 នាទីយោធាថៃបានចាប់ផ្ដើមបាញ់សារឡើងវិញដោយប្រើកាំភ្លើង MT60 ចំនួន 3 គ្រាប់និងនៅវេលាម៉ោង 6:22 នាទីយោធាថៃបានបន្តបាញ់កាំភ្លើងត្បាល់ចំនួន 4 គ្រាប់ទៀតរួមទាំងកាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះរហូតដល់ម៉ោង 6:51 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមុនដោយប្រើរថក្រោះប៉ុន្តែឈានដល់ម៉ោង 7:40 នាទីយោធាថៃក៏បានបាញ់មកលើកងកម្លាំងកម្ពុជាគ្រប់គោលដៅតែម្ដងគឺនៅតំបន់មុំ3តំបន់អានសេះភ្នំខ្មោចគោល 8 ប្រាសាទព្រះវិហារប្រាសាទតាមុនប្រាសាទតាកបីប្រាសាទខ្នាដោយប្រើកាំភ្លើង 155 មីលីម៉ែត្រនិងរថក្រោះខណៈតំបន់អានសេះត្រូវរងការវាយប្រហារដោយកាំភ្លើងត្បាល់គ្រប់ប្រភេទចូលដល់ម៉ោង 8:10 នាទីយោធាថៃបានបាញ់ផ្សែងពុលនៅតំបន់ភ្នំខ្មោចយ៉ាងច្រើនខណៈម៉ោង 8:14 នាទីយោធាថៃក៏បានបាញ់ផ្សែងពុលបន្ថែមទៀតដែរនៅតំបន់ប្រាសាទព្រះវិហារនៅវេលាម៉ោង 8:41 នាទីយោធាថៃបានបន្តបាញ់ផ្លោងបុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាមុនក្នុងពេលដំណើរគ្នាក៏មានយន្តហោះយោធាថៃហោះតាមបណ្ដោយព្រំដែនផងដែរមិនយូរប៉ុន្មាននៅវេលាម៉ោង 9:05 នាទីយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើយន្តហោះចម្បាំងប្រភេទ F16 នៅឃុំស្រអែមស្រុកចុងខ្សានខេត្តព្រះវិហារនិងនៅវេលាម៉ោង 9:30 នាទីយោធាថៃក៏បន្តវាយប្រហារមកលើកងកម្លាំងកម្ពុជានៅប្រាសាទខ្នាអូស្មាច់ដោយប្រើកាំភ្លើង 12 ក្បៀសរួមទាំងរថក្រោះដោយការបាញ់បុកខ្លាំងៗតែម្ដងខណៈម៉ោង 10:00 នាទីព្រឹកយោធាថៃបានប្រើកាំភ្លើងត្បាល់កាំភ្លើងធំនិងរថក្រោះបាញ់បុកកាន់តែខ្លាំងមកលើកងកម្លាំងកម្ពុជាជាពិសេសនៅតំបន់អានសេះនិងទិសប្រាសាទព្រះវិហារប៉ុន្តែនៅម៉ោង 1:50 នាទីថៃបានចាប់ផ្ដើមវាយប្រហារលើកម្ពុជាដោយប្រើដ្រូនវិញក្នុងនោះយោធាថៃបានប្រើដ្រូនទម្លាក់គ្រាប់បែកចំនួន 7 ទីតាំងនៅវេលាម៉ោង 12:20 នាទីនៅតំបន់ប្រាសាទព្រះវិហារ 5 មករាតថៅភ្នំខ្មោចអានសេះមុំ3និងគោល 8ថៃមិនត្រឹមតែប្រើដ្រូនតែមួយមុខទេនៅវេលាម៉ោង 1:02 នាទីក៏ចាប់ផ្ដើមប្រើយន្តហោះ F16 ដោយទម្លាក់គ្រាប់នៅភូមិសាស្ត្រមុំ3ចំនួន 3 លើកដែលស្មើនឹង 9 គ្រាប់ខណៈម៉ោង 1:05 នាទីថៃក៏ទម្លាក់គ្រាប់បែកនៅប្រាសាទតាកបីរួមទាំងគោលដៅមួយចំនួនទៀតផងដែររហូតដល់ម៉ោង 1:30 នាទីយោធាថៃបានប្រើកាំភ្លើងធំគ្រប់ប្រភេទរួមមានកាំភ្លើងធំ 155 មីលីម៉ែត្ររថក្រោះ 105 មីលីម៉ែត្ររួមទាំងកាំភ្លើងត្បាល់គ្រប់ប្រភេទដោយបាញ់បុកខ្លាំងៗចូលទីតាំងប្រាសាទតាក្របីនិងប្រាសាទខ្នាជាច្រើនគ្រាប់ប៉ុន្តែនៅម៉ោង 2:24 នាទីយោធាថៃបានបង្វែរទិសដៅបាញ់នៅតំបន់អានសេះដំណាក់ចងដៃនិងអាងទឹកវិញរហូតដល់ម៉ោង 3:30 នាទីយោធាថៃប៉ុនប៉ងវាយយកចំណុចកម្ពស់677នៅតំបន់អានសេះដោយប្រើកម្លាំងថ្មើរជើងរថក្រោះនិងដ្រូនបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយឡែកកាលពីថ្ងៃទី 7 ខែធ្នូកងទ័ពថៃក៏បានបើកការបាញ់ប្រហារមកលើកម្ពុជាចំនួន 3 លើកដែរដោយប្រើកាំភ្លើងដៃកាំភ្លើងយន្ត B40 និងកាំភ្លើងត្បាល់នៅតំបន់ប្រលានថ្មស្រុកជុំខ្សានខេត្តព្រះវិហារខណៈភូមិសាស្ត្រអូបការស្នេហ៍ក៏ត្រូវរងការវាយប្រហារពីសំណាក់កងទ័ពថៃនៅពេលនោះដែរជុំវិញការផ្ទុះអាវុធនេះលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជី
តាបញ្ជាក់ថាកម្ពុជាបានបដិញ្ញាចិត្តជាប់ខ្លួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុចន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតក្រោមអំពើឈ្លានពានរបស់ថៃមកលើកម្ពុជានេះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាបានឲ្យដឹងនៅថ្ងៃនេះថាតួលេខបឋមពីខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារមានពលរដ្ឋខ្មែរស្លូតត្រង់ចំនួន4នាក់បានស្លាប់និងរងរបួសចំនួន9នាក់ខណៈពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ទៀតកំពុងភៀសខ្លួនជុំវិញការផ្ទុះអាវុធនេះក្រុមអ្នកវិភាគមើលឃើញថារដ្ឋាភិបាលថៃរបស់លោកអនុทิនកំពុងបង្វែរការចាប់អារម្មណ៍ពីបញ្ហានៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមគ្រោះទឹកជំនន់និងការជាប់ពាក់ព័ន្ធនឹងរឿងក្រតកម្មរបស់លោកជាមួយនឹងមេក្រតកម្មអនឡាញមកជាការបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីកសាងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញជុំវិញបញ្ហានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានព្រឹទ្ធសភានៅថ្ងៃទី8ធ្នូនេះបានបង្ហាញការកកចិត្តយ៉ាងខ្លាំងដែលសម្ដេចមិននឹកស្មានថានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆានវរៈគុលហ៊ានប្រើជីវិតកងទ័ពនិងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីសិលឹកឆ្នោតនាពេលខាងមុខក្នុងពេលដែលកងទ័ពកម្ពុជាមិនទាន់តបតនៅឡើយនោះសម្ដេចហ៊ុនសែនសង្កត់ធ្ងន់ថាសម្ដេចយល់ច្បាស់ណាស់ពីការស្រឡាញ់ជាតិតែមិនគួរនាយករដ្ឋមន្ត្រីថៃលោកអនុทิនប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះទេខ្ញុំផ្សាយចេញពី Peace Cambodia